នៅក្នុងថ្ងៃហ្នឹងយើងនឹងទៅស្វែងយល់ថាតើ Hero Brian នៅក្នុង Minecraft ហ្នឹងគឺមានពិតឬអត់ហើយតើសាច់រឿងរបស់ Hero Brian ហ្នឹងកើតឡើងនៅពេលណាហើយណាគេដែលជាអ្នកអះអាងថាបានជួប Hero Brian ហ្នឹងអញ្ចឹងយើងនឹងទៅស្វែងយល់ទាំងអស់គ្នាអំពីតួអង្គ Hero Brian ដែរដែលជាតួអង្គមួយដែលវាគួរខ្លាចដែរនៅក្នុង Minecraft អញ្ចឹងសាច់រឿងរបស់ Hero Brian ហ្នឹងត្រូវបានកើតឡើងនៅឆ្នាំ2010នៅពេលដែលមានអ្នកលេង Minecraft ម្នាក់ហ្នឹងគឺគាត់បានបង្ហោះព័ត៌មានដ៏អាថ៌កំបាំងមួយនៅលើវេទិកាអនឡាញដែលអ្នកលេង Minecraft ម្នាក់នោះគឺគាត់បានអះអាងថាគាត់បានឃើញរូបរាងតួអង្គដ៏អាថ៌កំបាំងម្នាក់ឬក៏តួអង្គដែលគួរខ្លាចម្នាក់នៅក្នុង World Single Player របស់គាត់ដែលគាត់បានអះអាងថាគាត់បានជួបតួអង្គម្នាក់នោះហើយតួអង្គម្នាក់នោះគឺមានរូបរាងដូចជា Steel អញ្ចឹងក៏ប៉ុន្តែគឺអត់មានភ្នែកនោះទេភ្នែករបស់គាត់គឺពណ៌សហើយនឹងមានពន្លឺចេញពីភ្នែករបស់គាត់តិចៗផងដែរអញ្ចឹងបន្ទាប់ពីមាន player ម្នាក់នោះគឺគាត់បានបង្ហោះសារក៏ដូចជាបង្ហោះតាក់ទងនឹង player ដែលអាថ៌កំបាំងហ្នឹងគឺក៏មាន player Minecraft ម្នាក់ទៀតគឺគាត់បានបង្ហោះរូបភាពផងដែរដែលរូបភាពនោះគឺគាត់បានថតជាប់ Hero Brian ដែលធ្វើឲ្យរឿង Hero Brian ហ្នឹងគឺកាន់តែមានភាពតាក់ទាញខ្លាំងផងដែរអញ្ចឹងបន្ទាប់ពីមានរឿងរ៉ាវផ្ទុះថាមាន Hero Brian ហ្នឹងកើតឡើងក៏មានplayer Minecraft យើងជាច្រើនដែលគាត់បានសង្ស័យថា Hero Brian ហ្នឹងគឺជាតួអង្គអាថ៌កំបាំងមិនមែននៅក្នុង Minecraft អញ្ចឹងរឿងដ៏ល្បីល្បាញរបស់ Hero Brian ហ្នឹងគឺបានក្លាយជាប្រធានបទមួយយ៉ាងក្តៅគគុកមែនទែនសម្រាប់អ្នកលេង Minecraft អញ្ចឹងបន្ទាប់ពីមានរឿងរ៉ាវល្បីល្បាញតាក់ទងនឹង Hero Brian ហ្នឹងហើយមាន streamer ម្នាក់ហ្នឹងគឺគាត់ឈ្មោះ Copeland ដែលបានអះអាងថាគាត់ជួប Hero Brian ខណៈពេលដែលគាត់កំពុងថា live stream អញ្ចឹងគាត់ក៏បានដាក់ mod បាទគឺគាត់បានដាក់ mod Hero Brian ហ្នឹងចូលទៅកាន់ world របស់គាត់ដើម្បីបញ្ជាក់ទៅកាន់ viewer របស់គាត់ហ្នឹងថាអូនៅក្នុង game Minecraft ហ្នឹងគឺពិតជាមាន Hero Brian មែនតែគាត់គឺបានដាក់ mod ចូលនោះទេគឺមិនមែនជាHero Brian ពិតអីនោះទេដែលធ្វើឲ្យសាច់រឿង Hero Brian ហ្នឹងគឺកាន់តែផ្ទុះរាលដាលច្រើនទៀតថាHero Brian ហ្នឹងមានពិតមែននៅក្នុង Minecraft អញ្ចឹងបន្ទាប់ពី streamer ម្នាក់ហ្នឹងគឺគាត់បានផុសតាក់ទងនឹងរឿងដែលថាគាត់ live stream ជាប់ជាមួយនឹង Hero Brian ហ្នឹងមកក៏មានplayer ជាច្រើនទៀតបានចេញមកអះអាងដូចគ្នាថាគាត់កំពុងតែលេង Minecraft សុកនៅក្នុង world គាត់ហ្នឹងគឺគាត់បានជួបរឿងអាថ៌កំបាំងជាច្រើនដូចជា game របស់គាត់ហ្នឹងគាត់ចូលទៅផ្ទះរបស់គាត់បែកបាក់ដីរបស់គាត់ត្រូវបានគេធ្វើឲ្យអត់ស្អាតឬក៏ដំណាំរបស់គាត់ហ្នឹងត្រូវបានគេកាប់បំផ្លាញដោយអត់មានហេតុផលនោះទេដែលគាត់បានអះអាងថានេះប្រកាសជាស្នាដៃរបស់ Hero Brian នៅក្នុង World Minecraft របស់គាត់ហើយអញ្ចឹងក៏មាន player ជាច្រើនទៀតគឺគាត់បានអះអាងថាគាត់កំពុងតែលេង Minecraft អញ្ចឹងទៅគាត់មានអារម្មណ៍ថាមាន Hero Brian ហ្នឹងកំពុងតាមឃ្លាំមើលគាត់ពីចម្ងាយអញ្ចឹងរឿងរ៉ាវរបស់ Hero Brian ហ្នឹងគឺកាន់តែក្តៅគគុកអីហើយក៏មានអ្នកលេង Minecraft ជាច្រើនហ្នឹងគឺបានបង្កើតសាច់រឿងមួយដែលថាឡប់មែនទែនដែលគាត់បានចោទប្រកាន់ទៅលើលោកណុចដែលលោកណុចហ្នឹងគឺជាអ្នកបង្កើត game Minecraft ឡើងមកហើយគឺគេបាននិយាយថា Hero Brian ហ្នឹងគឺជាតួអង្គដែលបង្កើតចេញពីបងប្រុសរបស់លោកណុចហ្នឹងដែលថាគាត់បានស្លាប់បាត់បង់ជីវិតក៏ប៉ុន្តែលោកណុចគឺគាត់បានច្រានចោលនៅការចោទប្រកាន់នេះដែលគាត់បាននិយាយថាគាត់អត់មានបានបង្កើតតួអង្គ Hero Brian ហ្នឹងមកជំនួសទៅឲ្យបងប្រុសគាត់អីទេគឺHero Brian ហ្នឹងគឺមិនមែនជាតួអង្គផ្លូវការរបស់ game Minecraft នោះទេចឹងបន្ទាប់ពីមានការបង្កើតសាច់រឿងមកឡប់ដោយសារតែអ្នកលេង Minecraft មួយចំនួនហ្នឹងក៏ធ្វើឲ្យរឿង Hero Brian តួអង្គ Hero Brian គឺកាន់តែល្បីល្បាញតទៅមុខទៀតដូច្នេះហើយទោះបីជាអត់មានការ confirm ថា Hero Brian ហ្នឹងគឺជាតួអង្គផ្លូវការរបស់ Minecraft ក៏ដោយក៏ប៉ុន្តែនៅតែមានអ្នកលេង Minecraft ជាច្រើនហ្នឹងគឺគេបានសង្ស័យទៅលើក្រុមហ៊ុន Mojang ដែលគេបានសង្ស័យថាក្រុមហ៊ុន Mojang ហ្នឹងគឺបានលុបចេញនៅតួអង្គ Hero Brian ហ្នឹងចេញពី Minecraft ក៏ប៉ុន្តែវាធ្វើឲ្យ Hero Brian ហ្នឹងគឺមិនបានបាត់ទៅណាទេគឺបាននៅចេញមកបន្លែចេញមកអីទៅដល់អ្នកលេង Minecraft single player អញ្ចឹងទៅអញ្ចឹងបន្ទាប់ពីមានរឿងរ៉ាវជាច្រើនទាក់ទងនឹង Hero Brian ក៏មាន YouTuber ជាច្រើនដែលគាត់បានយក Hero Brian មកធ្វើជា content របស់ពួកគាត់រួមទាំងខ្ញុំកំពុងនិយាយនឹងផងដែរអញ្ចឹងគេក៏បានធ្វើជាប្រភេទ animation ទាក់ទងនឹង Hero Brian ឬក៏គេបានបន្ថែមជាមួយនឹង mod ឬក៏ជា plugin ដែលបង្កើត Hero Brian នឹងឡើងមកដើម្បីឲ្យមានភាពតាក់ទាញនៅក្នុងវីដេអូរបស់ពួកគេអ
ចឹងសរុបមកវិញគឺ Hero Brian ហ្នឹងមិនមែនជាតួអង្គផ្លូវការរបស់ Minecraft ទេដូច្នេះហើយ Hero Brian ហ្នឹងគឺគ្រាន់តែជា mod ដែលគេបានបញ្ចូលបន្ថែមដើម្បីធ្វើឲ្យអ្នកលេង Minecraft ហ្នឹងទទួលបានអារម្មណ៍ដែលភ័យខ្លាចតក់ស្លុតអំពី mod Hero Brian ហ្នឹងដែលជាតួអង្គដែលយើងបានឃើញគាត់មានរូបរាងដូច Steel អញ្ចឹងប៉ុន្តែមានភ្នែកពណ៌សហើយនឹងមានពន្លឺភ្លឺតិចតិចអញ្ចឹង Hero Brian ហ្នឹងគឺមិនមែនជាតួអង្គនៅក្នុង Minecraft ទេគឺគាត់គ្រាន់តែជា mod មួយដែលគេបាន add បន្ថែមនៅក្នុង game តែប៉ុណ្ណោះអញ្ចឹងនៅក្នុងវីដេអូរបស់យើងក៏មានតែប៉ុណ្្នឹងដែរគឺសរុបមកវិញនិយាយទៅនិយាយមក Hero Brian គឺអត់មានទេគ្រាន់តែជា mod មួយដែលយើងចង់លេងពេលណាយើងដាក់វាលេងពេលហ្នឹងទៅដែល mod ទាំងអស់នោះយើងអាចទៅរកមើល download នៅអ៊ីនធឺណិតបានទេអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេយើងចាំទៅជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើនអ្នកនរគ្នា